ម៉ាក់មានដឹងទៀតថាការដែលម៉ាក់ទទួលទានជាតិផ្អែមកំឡុងពេលប៉ពោះហ្នឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពខួរក្បាលរបស់កុមារនិងការលូតលាស់របស់កុមារជាទូទៅស្ត្រីគាត់ចូលចិត្តញ៉ាំផ្អែមនៅកំឡុងពេលដែលគាត់ពោះណាគាត់គិតថាកូនធ្វើឲ្យគាត់មានការឃ្លានជាតិផ្អែមជាប្រចាំប៉ុន្តែជាទូទៅអានឹងវាមិនមែនទេវាតកតូនជាមួយនឹងកម្រិតអរម៉ូនការឡើងនៅក្នុងខ្លួនរបស់គាត់ដែលធ្វើឲ្យគាត់មានចំណង់ក្នុងការញ៉ាំជាតិផ្អែមក្នុងការសិក្សាថ្មីនេះគេបានបញ្ជាក់ថានៅពេលបើម៉ាក់ចូលចិត្តញ៉ាំផ្អែមនៅពេលដែលកូនកើតមកវាធ្វើឲ្យមានការប៉ះពាល់ទៅដល់ការលូតលាស់ខួរក្បាលរបស់កូនវាធ្វើឲ្យកូនមានការខ្សោយបញ្ញាឬក៏ការទទួលបានចំណេះដឹងថ្មីឬក៏ការវិវត្តរាងកាយរបស់កុមារហ្នឹងគឺមានប៉ះពាល់ដែរអញ្ចឹងម៉ាក់គួរតែកាត់បន្ថយនៅការទទួលទានជាតិផ្អែមដើម្បីឲ្យការលូតលាស់របស់គាត់នៅក្នុងផ្ទៃរបស់យើងហ្នឹងគឺទទួលបានសុខភាពល្អប្រសើរជួបជាមួយខ្ញុំបាទវិជ្ជបណ្ឌិតច័ន្ទសេននៅវីដេអូបន្ទាប់ប្រសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចតម្លាក់ comment ខាងក្រោមនេះបាទ